សំណួរ QCM ចំនួន10សម្រាប់ថ្នាក់មត្តេយ្យ 1. តើផ្លែប៉ោមមានពណ៌អ្វី ក ខៀវ ខ ក្រហម គ ខ្មៅ 2. តើឆ្កែមានជើងប៉ុន្មាន ក 2 ខ 3 គ 4 3. តើសត្វមួយណានិយាយពាក្យថាម៉ែវ ក ឆ្កែ ខ ឆ្មា គ គោ 4. តើបាល់មានរាងអ្វី ក ការ៉េ ខ រង្វង់ គ ត្រីកោណ 5. តើមួយណាជាផ្លែឈើ ក ការ៉ុត ខ ផ្លែប៉ោម គ នំប៉័ង 6. តើយើងប្រើអ្វីដើម្បីមើល ក ត្រចៀក ខ ភ្នែក គ ច្រមុះ 7. តើមួយណាអាចហោះហើរបាន ក ត្រី ខ សត្វស្លាប គ ពស់ 8. តើព្រះអាទិត្យមានពណ៌អ្វី ក លឿង ខ បៃតង គ ពណ៌ស្វាយ 9. តើមានម្រាមដៃប៉ុន្មាននៅលើដៃម្ខាង ក 3 ខ 5 គ 10 10. តើមួយណាជាយានជំនះ ក រថយន្ត ខ ដើមឈើ គ ផ្លែប៉ោម